នេះយើងចូលមកសិក្សាសង្គមថ្នាក់ទី6ចំពោះទី1រុក្ខជាតិនិងសត្វតើឥឡូវយើងចូលមកហើយរុក្ខជាតិទាំងអស់លូតលាស់នៅកន្លែងផ្សេងគ្នាដូចជានៅលើដីខ្សាច់ដីឥដ្ឋដីល្បាប់នៅក្នុងទឹករុក្ខជាតិទាំងអស់មានលក្ខណៈខុសៗគ្នាខ្លះធំខ្ពស់ខ្លះទាបតូចខ្លះមានបន្លាខ្លះគ្មានបន្លាខ្លះមានស្លឹកធំខ្លះមានស្លឹកតូចរីឯសត្វវិញក៏មានលក្ខណៈប្រហាក់ប្រហែលនឹងរុក្ខជាតិដែរគឺសត្វទាំងអស់រស់នៅកន្លែងខុសៗគ្នាដូចជាសត្វខ្លះរស់នៅក្នុងព្រៃខ្លះរស់នៅលើដើមឈើខ្លះសត្វខ្លះរស់នៅក្នុងទឹកសត្វទាំងអស់មានលក្ខណៈខុសៗគ្នាខ្លះមានមាឌធំខ្ពស់ខ្លះមានមាឌតូចខ្លះមានឆ្អឹងខ្លះអត់ឆ្អឹងអាស្រ័យលើលក្ខណៈនៃតម្រូវការដើម្បីរស់របស់រុក្ខជាតិនិងសត្វទាំងអស់នោះក្នុងចម្ពោះនេះយើងនឹងស្វែងយល់អំពីការសម្របខ្លួនរបស់រុក្ខជាតិការដាំដំណាំនិងថែរក្សាសត្វអូខេឥឡូវយើងបានចប់ហើយសូមជម្រាបលាបងប្អូនទាំងអស់គ្នាសូមឲ្យពួកយើងនឹងរៀនប៉ាកែទាំងអស់គ្នាជម្រាបលាបាយ